ការចេះគោរពសំពះបដិបត្តិចំពោះគ្រូគឺជាចរិយាធម៌របស់សិស្សគុណតែចូលអ្នកកុំចេះតែតាមគ្រូអញត្រូវមិនដែលខុសនោះក្នុងន័យនេះខ្ញុំពុំបានបង្រៀនឲ្យយើងស្អប់គ្រូទេតែឲ្យចេះប្រើស្មារតីដឹងយ៉ាងណាជាគារវកិច្ចហើយយ៉ាងណាជាការបដិបត្តិខ្ញុំសូមជូនស្លោកមួយជាគំនិតពិចារណាថាស្ដាប់ឲ្យចេះគិតកុំចេះតែតាមមើលហើយឲ្យអានកុំចេះតែថាស្វែងយល់ឲ្យដឹងចេះប្រើបញ្ញាកុំជាប់អាត្មានិងគ្រូអាចារ្យអញ